លោកចៅក្រមប្រធានសូមគ្រប់លោកស្រីចៅក្រមសមាជិកអរុនទស្ដីលោកទាំងឡាយដែលមានវត្តមានថ្ងៃនេះនិងលោកអ្នកទាំងឡាយដែលកំពុងតាមដានកិច្ចដំណើរការនីតិវិធីនេះនៅឆ្នាំ1996ខ្ញុំបានទទួលព្រះរាជឯករាជ្យលើកលែងទោសនិងអនុគ្រោះទោសសហនាយករដ្ឋមន្ត្រីទាំងពីរនាកាលនោះបានចរចាអំពីព្រះរាជក្រឹត្យលើកលែងនិងអនុគ្រោះទោសហើយក៏បានអនុម័តយល់ព្រមពីរដ្ឋាភិបាលជាតិទៅលើព្រះរាជក្រឹត្យលើកលែងទោសនិងអនុគ្រោះទោសនេះរួចហើយអតីតព្រះមហាក្សត្រព្រះបាទនរោត្តមសីហនុនាពេលនោះទ្រង់ក៏បានចុះព្រះហត្ថលេខាយល់ព្រមលើហត់ណាខ្ញុំទៅមិនរួចទេខ្ញុំមកហត់បេះដូងខ្ញុំទៅមិនរួចហ្មងអញ្ចឹងធ្វើម៉េចឥឡូវនឹងមានឲ្យខ្ញុំជប់ដេកក្លិនព្រះរាជក្រឹត្យលើកលែងទោសនិងអនុគ្រោះទោសនោះរួចហើយអតីតព្រះមហាក្សត្រព្រះបាទនរោត្តមសីហនុនាពេលនោះទ្រង់ក៏បានចុះព្រះហត្ថលេខាយល់ព្រមលើព្រះរាជក្រឹត្យលើកលែងទោសនិងអនុគ្រោះទោសនោះដោយឡែកដោយផ្នែកដោយផ្អែកលើយុទ្ធដោយផ្អែកលើយុទ្ធការនៃតុលាការពិសេសនេះលោកស្រីចៅក្រមបានសម្រេចតែព្រះរាជក្រឹត្យលើកលែងទោសនិងអនុគ្រោះទោសនោះនេះมันអាចយកមកអនុគ្រោះបានឡើយអ្វីត្បិតខ្ញុំបាទមិនយល់ព្រមទៅលើសេចក្តីសម្រេចរបស់អង្គជំនុំជម្រះសាលាដំបងក្តីក៏ខ្ញុំបាទនៅតែគោរពដល់អំណាចរបស់អង្គជំនុំជម្រះសាលាដំបងក្នុងសម្រេចអំពីរឿងនេះជាមួយនឹងសេចក្តីគោរពដ៏ជ្រាលជ្រៅនេះខ្ញុំបាទក៏មានសេចក្តីអំពើកង្វល់បារម្ភជាខ្លាំងដែរដោយសារថាការបដិសេធរបស់អង្គជំនុំជម្រះសាលាដំបងមិនយល់ព្រមបង្អន់ដំណើរការនីតិវិធីរហូតដល់មានការសម្រេចពីបញ្ហានេះដោយអង្គជំនុំជម្រះតុលាការកំពូលរួចសិនខ្ញុំបាទមិនអាចគោរពសេចក្តីសម្រេចនេះបានឡើយជាពិសេសដោយហេតុថាអង្គជំនុំជម្រះសាលាដំបងគួរតែអាចបានចេញសេចក្តីសម្រេចរបស់ខ្លួនតាំងពីយូរណាស់មកហើយគ្មានអ្វីរារាំងលោកចៅក្រមមិនអោយសម្រេចដូចនេះឡើយខ្ញុំជាប់ឃុំអស់រយៈពេលជាង4ឆ្នាំមកហើយរងចាំការជំនុំជម្រះចាប់ពីនេះតទៅវានឹងចាប់ផ្ដើមជាមួយនឹងបញ្ហាច្បាប់ដែលមានសារៈសំខាន់មួយដែលវាមិនទាន់ត្រូវបានដោះស្រាយ
បានពេញលេញនៅឡើយដោយសារអង្គជំនុំជម្រះសាលាដំបងមិនបានចាត់ការដោយត្រឹមត្រូវខ្ញុំយល់ឃើញថាខ្ញុំបាទមិនគួរចូលរួមក្នុងការជំនុំជម្រះក្តីនេះទេដោយគួររងចាំរហូតដល់អង្គជំនុំជម្រះតុលាការកំពូលបានចេញសេចក្តីសម្រេចលើព្រះរាជក្រឹត្យលើកលែងទោសនិងអនុគ្រោះទោសនេះសិនប៉ុន្តែដោយសារសេចក្តីគោរពទៅលើស្ថាប័ននេះខ្ញុំបាទនឹងបន្តចូលរួមក្នុងដំណើរការនីតិវិធីនេះតទៅទៀតដោយដែលខ្ញុំបានតែងតែបាននឹងកំពុងធ្វើដូចនេះចាប់តាំងពីកាលដែលខ្ញុំបាទបានរងការចោទប្រកាន់ត្រូវបានចាប់ខ្លួននិងត្រូវបាននាំខ្លួនមកឃុំឃាំងនៅមន្ទីរឃុំឃាំងរបស់អវតកនេះម្ល៉េះធ្វើនៅរាជធានីភ្នំពេញថ្ងៃទី21ខែវិច្ឆិកាឆ្នាំ2011ហត្ថលេខាអៀងសារីអស់ហើយខ្ញុំ